ម៉ោតបន្ទប់លេខ7មានផ្ទះជួលមួយនៅក្បែរផ្លូវជាតិក្នុងតំបន់មិនសូវមានអ្នកស្នាក់វាមាន7បន្ទប់បន្ទប់ទី1ដល់ទី6គឺធម្មតាប៉ុន្តែបន្ទប់លេខ7គេមិនឲ្យអ្នកណាស្នាក់ឡើយម្ចាស់ផ្ទះបិទសោភ្ជាប់សោចានជាប្លែកៗហើយនិយាយថាកុំបើកវាទុកឲ្យវាស្ងៀមទៅថ្ងៃមួយមាននិស្សិតឈ្មោះទូចបានមកជួលស្នាក់នៅទីនោះគាត់បានសួរពីបន្ទប់លេខ7ប៉ុន្តែម្ចាស់ផ្ទះតែញញឹមបន្តិចហើយប្រាប់ថាវាធ្លាប់មានគេស្នាក់ចុងក្រោយបាត់ខ្លួនទូចចាប់ដើមឮសូរអ្វីមួយក្នុងយប់នោះសូរស្រែកខ្លាំងៗមែនតែនឹងយំរ៉ាក់ដោយមនុស្សស្រីគាត់ពិចារណាថាជាសំឡេងពីផ្ទះជាប់ខាងប៉ុន្តែពេលពិនិត្យមិនមានផ្ទះណាជិតនោះទេមានតែបន្ទប់7នៅចុងមាត់ជណ្ដាលយប់ទី3ទូចដើរឆ្ពោះទៅជិតបន្ទប់7ពេលម៉ោងជិត3ព្រឹកសោមីលទៅចាស់ប៉ុន្តែគាត់សង្កត់វាបើកក្នុងបន្ទប់មានតែងងឹតនឹងកៅអីឈើមួយដែលមានខ្សែជាប់ជើងនៅលើជាងមានសំណេរព្រមានជាឈ្មោះនិស្សិតម្នាក់ដែលបានបាត់ខ្លួនខ្យល់ត្រជាក់ណាស់ខ្យល់ស្រាលហើយសូនិយាយមកថាជួបគាត់ដែរមែនទេយើងកំពុងរងចាំញាក់ទូចស្ទើរផ្ដួលរលំពេលភ្ញាក់ឡើងនៅក្នុងសារព័ត៌មាននិស្សិតបាត់ខ្លួនក្នុងផ្ទះជួលមានតែស្លាកស្នាមលើជើងនៃបន្ទប់លេខ7បន្ទប់នោះត្រូវបានជិះស៊ីលើក្រោយប៉ុន្តែមនុស្សនៅក្បែរនោះនិយាយថានៅយប់ជិតម៉ោង3ព្រឹកអ្នកអាចឮសំឡេងអាណាថាហើយទូរស័ព្ទនោះជាញឹកញាប់ទទួលសារថាមកចូលខ្ញុំនៅទីនេះភាគ2សារពីក្នុងជញ្ជាំងបន្ទាប់ពីទូចបាត់ខ្លួនសារព័ត៌មានបានចាប់អារម្មណ៍នឹងបន្ទប់លេខ7ម្ចាស់ផ្ទះស្រឡះមុខប៉ុន្តែមិនសូវនិយាយអ្វីទេគាត់គ្រាន់តែនិយាយថានេះជាករណីទី3ខ្ញុំប្រាប់ពួកគេជានិច្ចហើយថ្ងៃខាងក្រោយមានអ្នកសារព័ត៌មានវ័យក្មេងឈ្មោះស្រីណារីចង់ទៅស្ដាប់ព័ត៌មាននឹងម្ចាស់ផ្ទះហើយស្នាក់សាកល្បងក្នុងផ្ទះនោះបន្ទប់លេខ6តែឯងចង់ដឹងមែនតែនថាតើបន្ទប់7មានអ្វីម៉ោង 2:59 ព្រឹកគេបានបើកកាមេរ៉ានិងចាប់សំឡេងជាក់ស្ដែងដើម្បីថតរឿងនេះធ្វើជា documentary នាងសំឡេងថ្លែងក្នុងកាមេរ៉ាថាខ្ញុំមិនជឿរឿងខ្មោចទេតែបើសិនវាមានខ្ញុំចង់ឃើញតែខ្យល់បានคล้ายជាស្អែកបន្ទប់ចាប់ផ្ដើមត្រជាក់ដូចជាចាប់ផ្ដើមសូរតូចៗនៅលើជញ្ជាំងនារីស្ដាប់ក្រហមជើងហើយឃើញមានចំណុចមួយនៅជញ្ជាំងបែកបន្តិចនាងសុំឥតជញ្ជាំងជាមួយចុងកៅមានក្រដាសមួយនៅខាងក្នុងនាងយកវាចេញវាជាសម្បត្តិដែលសរសេរដោយដៃបើអ្នកអាននេះស៊ូមកុំមើលទៅក្រោយពួកគេនៅទីនេះនាងញ័ររៀងបន្ទាប់ពីទាញក្រដាសចេញមានសំឡេងចង្អូគ្រិកពីក្នុងជញ្ជាំងជាមួយនឹងសូដាជើងនៅជាន់ក្រោមទោះជាមានអ្នកនៅទីនោះម៉ោង 3:00 ព្រឹកបន្ទប់ជាប់នោះភ្លើងស្រាប់តែផ្ដាច់កាមេរ៉ាខូចអូសពន្លឺមកក្រោយក្បាលនាងមានរូបមួយស្រមោលស្រីម្នាក់ច្រមុះហូរឈាមឈរនៅជិតជញ្ជាំងកាមេរ៉ាថតបានតែ1វិនាទី